Hello អ៊ុយបាត់យូរមែនតើណោះឥតបង្កើតកូនដើម្បីទុកចាត់ការទស្សកម្មកើតកូនមកទុកឲ្យហើយដើម្បីកម្ចាត់ទស្សកម្មនៅថ្ងៃអនាគតមកកើតជាព្រះរាមដើម្បីកម្ចាត់យក្សហ្នឹងថ្ងៃហ្នឹងសូមនិយាយពីដើមកំណើតរបស់ទស្សកម្មពីណាគេស្គាល់ទស្សកម្មអត់រឿងហ្នឹងគឺវាអញ្ចេះកាលហ្នឹងដល់អាណត្តិដែលព្រះអិនក៏ត្រូវតែងតាំងពួកព្រំតាមតំណែងនីមួយប៉ុន្តែមិនដឹងមកចេះថាប្រអិនវគ្គហ្នឹងគាត់តែងតាំងអត់ត្រូវតំណែងយកអ្នកមានបទពិសោធន៍តិចយកមកធ្វើតំណែងខ្ពស់យកអ្នកដែលមានបទពិសោធន៍ច្រើនធ្វើតំណែងទាបវាធ្វើឲ្យមានព្រំម្នាក់មួយអង្គហ្នឹងអត់ពេញចិត្តឈ្មោះថាព្រំអានន្តអត់ពេញចិត្តហើយក៏ចាប់ផ្ដើមលែងចូលគាល់លែងទៅប្រជុំលែងទៅជួបប្រអិនលែងទៅចូលគាត់ប្រអិនលែងទៅសួរសុខទុក្ខប្រអិនលែងទៅលេងអានសួរដូចមុនណាប្រអិនហ្នឹងក៏គាត់ខ្ញាល់ដែរគាត់ថាពេលគាត់ប្រកាន់ច្រើនម៉ែហៅវាមកជួបអញមើលដល់ពេលគាត់មកជួបស្រាប់តែដាក់បដាសាគ្នាទៀតដាក់បដាសាទៀតដាក់បដាសាឲ្យគ្នាคล้ายទៅជាយក្សនៅចាំលៀងជើងពួកទេវតាដែលចូលគាល់គាត់យល់អត់ពួកទេវតាដែលត្រូវចូលគាល់ប្រអិនហ្នឹងមុនឡើងកម្មចដាចូលគាល់ហ្នឹងគឺគេត្រូវលៀងជើងសិនហើយដាក់បដាសាឲ្យអានន្តព្រំហ្នឹងធ្វើជាអ្នកលៀងជើងប៉ុន្តែមានមុខជាយក្សហើយរាល់ពេលដែលគាត់លៀងជើងឲ្យទេវតាមានទេវតាខ្លះវាខូចមកដល់ឃើញគ្នាអញ្ចឹងដាក់គ្នាមកកញ្ញអញ្ចឹងទៅអែលក្បាលគ្នាអាំងដាក់មកកញ្ញអែលក្បាលមកសុំងុំបោចសក់គ្នាបោចមកទៅហឹងនឹងជ្រុះសក់ធ្វើអញ្ចឹងរហូតដល់គ្នាមកដឹងខ្លួនភាសាទៀតហ្នឹងគ្នាទៅស្រះដើម្បីដងទឹកយកមកទុកលៀងជើងឲ្យទេវតាទៅឃើញក្បាលខ្លួនឯងទៅពេកបាត់ហើយក៏អន់ចិត្តយំបោកខ្លួនបោកប្រានទៅជួបប្រអិនទៅទូពិតប្រអិនអើយទាំងទូពិតធ្វើអីនេះបើប្រអិនអ្នកដាក់ផ្ដាសាអញ្ចឹងនេះដល់ទៅទូពិតប្រអិនអញ្ចឹងទៅប្រអិនឃើញក៏អាណិតយល់ថាគាត់នឹងធ្វើការឲ្យខ្លួនឯងហ្នឹងអស់រយៈពេលជាច្រើនឆ្នាំហើយអញ្ចឹងអាណិតទៅអនុស្សាវរីយ៍អញ្ចឹងណាយល់ឃើញអញ្ចឹងក៏ព្រមបកគលពៅថ្មីឲ្យអត់ដោះផ្ដាសាឯណាអត់ដកផ្ដាសាចាញ់ទេគឺឲ្យពៅថ្មីឲ្យគ្នាហ្នឹងមានម្រាមដៃជាពេជ្រច្អល់ទៅអ្នកណាគឺអ្នកនងស្លាប់មិនឲ្យយកទៅសម្លាប់គេឲ្យយកទុកកំរាមគេថាណែអញមានម្រាមដៃពេជ្រប្រយ័ត្នណាកុំមកលេងជាមួយអញប្រយ័ត្នណាអញប្រកាន់ណាប្រយ័ត្នអញច្អល់ប្រយ័ត្នអាយៈហ្នឹងមិនយកទៅទុកកំរាមគេណាយកទៅច្អល់ដាក់គេនឹងឯងខំកិច្ចពីផ្ទះថាថតនៅផ្ទះទៅវាថ្លង់កិច្ចមកថតនៅសាលាទលេបិទឥឡូវមានមនុស្សមកចាំផ្លែតតដល់ណាបែបមិញយកទៅបាញ់គេឲ្យតែឃើញទេវតាមករបៀបថាអានឹងធ្លាប់ធ្វើបាបអញច្អល់ហែងអានឹងធ្លាប់ធ្វើបាបអញច្អល់ហែងអានឹងធ្លាប់ធ្វើបាបអញច្អល់ហែងដល់យូរទៅគេជក់គេចង់សាកល្បងរិទ្ធិបារមីរបស់ម្រាមដៃពេជ្រហ្នឹងក៏អាណាក៏ដោយអត់ធ្វើបាបវាក៏វាដែរច្អល់ដែរអូយងាប់ពេញនឹងឯងទេវតាងាប់ពេញនឹងឯងដល់ទៅតំណឹងហ្នឹងដឹងទៅដល់ប្រអិននឹកស្មានថាវាយកទៅអុកលុកបានដល់ថ្នាក់ហ្នឹងណាក៏អញ្ជើញហៅព្រះនារាយឲ្យមកជួយចាត់ការវាអូយព្រះនារាយគាត់ដឹងតំណឹងយកទៅដេកគិតធ្វើមិនទេអញអើយមិនស្រួលវាគ្រាន់បើកភ្នែកឃើញអញហ្នឹងវាច្អល់មកអញហ្នឹងងាប់ទេសារវាគិតចុះគិតឡើងក៏ហើមចូលបាយហ្នឹងប្រែកាឡាទៅជាស្រីស្អាតអ្នករបាំទៅធ្វើបេះផ្កាធ្វើរោបេះផ្កាអញ្ចឹងទៅដល់យៈហ្នឹងឃើញអញ្ចឹងទៅក៏អុយស្អាតស្រីស្អាតហើយមកបេះផ្កានៅក្នុងព្រៃស្ងាត់ម្នាក់ឯងអើយឆោតអត់គិតថាខ្មោចលើងទៅដឹងទេបើមនុស្សយើងគិតទៅណាដូចចម្លែកដូចមិនមែនមនុស្សទេមកអត់ខ្លាចខ្មោចអត់អីហ្នឹងវាអត់ទេវាឃើញស្រីស្អាតកាឡាមួយទៅស្ងាត់ដែរគេចូលទៅមកញ៉ែចូលទៅoutdoor អីចឹងណាចូលទៅញ៉ែណែអូនស្រីស្រឡាញ់បងអីទៅបិទបងរៀងក្បាលតពេកបន្តិចមែនប៉ុន្តែបងស្មោះអូនបងស្មោះបងខ្លាំងបងមានម្រាមដៃពេជ្រអីចឹងនាងរបាំហ្នឹងក៏និយាយថាទេយើងជាអ្នករបាំបើសិនជាបរោះណាចង់បានយើងធ្វើជាប្រពន្ធតើចេះរាំដូចយើងអីចឹងណាយ៉ាហ្នឹងក៏ថាមើលរាំមិនបរៀនបងដូចមើលវាមានពិបាកអីណាស់ណាមករាំគេក៏បរៀនរាំទៅរាំមកសบายជក់ចិត្តគេដល់ក្បាច់នាគវត្តកតុយក្បាច់ហ្នឹងត្រូវប្រើម្រាមដៃមកច្អល់ចុងជើងខ្លួនឯងព្រោះនាគវត្តកតុយត្រូវច្អល់ទៅកតុយដល់អញ្ចឹងគេអត់បាន
ត្រៀមខ្លួនគេច្អល់ទៅចំជើងខ្លួនឯងហ្នឹងក៏ស្លាប់តែមុននឹងស្លាប់ហ្នឹងណាវានៅរបៀបថានៅដង្ហើមចង្រិតអស់របៀបអីអីចឹងណាស្រីរបាំហ្នឹងក៏ប្រែកាឡាទៅជាព្រះនារាយណ៍ហើយយៈហ្នឹងឃើញព្រះនារាយណ៍ចឹងក៏ថាព្រះនារាយណ៍ពិតជាអាក្រក់ខ្លាំងណាស់ថាខ្លួនឯងនឹងត្រឹមតែជាយៈធម្មតាអត់មានអាវុធអត់មានយុទ្ធសាស្ត្រអត់មានវិជ្ជាការខ្លាំងក្លាអីដូចគេផងមិនក៏ព្រះនារាយណ៍ប្រើល្បិចប្រែកាឡាទៅជាមនុស្សស្រីមកសម្រាប់ខ្លួនឯងចឹងមិនក៏មិនបើខ្លាំងមែនមិនក៏មិនមកក្នុងនាមជាព្រះនារាយណ៍មកបដ ாய் ចាំបាច់ប្រែកាឡាជាមនុស្សស្រីមកបោកទៅអីចឹងព្រះនារាយណ៍គាត់ថាបើគិតថាយើងអាងអំណាចជាព្រះនារាយណ៍មានដៃច្រើនមានអាវុធច្រើនហើយមកសម្រាប់ឯងអញ្ចឹងយើងសូមដាក់បដាសាឯងទៀតដាក់បដាសាទៀតសូមឲ្យឯងជាតិក្រោយនឹងមានក្បាល10ដៃ20មានអាវុធនៅដៃគ្រប់យ៉ាងយើងសូមកើតត្រឹមតែជាមនុស្សធម្មតាបានហើយមានតែដៃ2បានហើយហើយយើងនឹងមកចាត់ការឯងមួយសារទៀតនិយាយហើយចុងព្រះនារាយណ៍ក៏កាត់ក្បាលយៈនឹងទៅដោយសារតែបដាសាព្រះនារាយណ៍ក៏ធ្វើឲ្យយៈនឹងទៅកើតទៅជាទុសកាន់ជាកូនអ្នកណាអីមានបងប្អូនម្នាក់អាហ្នឹងចាំឃ្លីបក្រោយទៀតហើយនឹងហើយដែលជាប្រវត្តិទុសកាន់ដែលទុសកាន់មុនកើតមកហេតុអីបានគេខ្លាចគេត្រូវបង្កើតកូនមកឲ្យដើម្បីទុកមកចាត់ការទុសកាន់គឺត្រូវត្រៀមអានេះឲ្យដើម្បីទប់ស្កាត់ទុសកាន់ហេតុអីបានអញ្ចឹងគឺដោយសារប្រវត្តិទុសកាន់ហ្នឹងពីមុនហ្នឹងគឺវាអញ្ចឹងឯងទើបគេដឹងថាបដាសាព្រះនារាយណ៍ហ្នឹងគឺឲ្យទុសកាន់កើតមកមានដៃច្រើនមានក្បាលច្រើនមានវិជ្ជាការខ្លាំងហើយប៉ុន្តែត្រូវមកប្រយុទ្ធជាមួយនឹងព្រះនារាយណ៍ភាសាទៀតហើយត្រូវចាញ់ព្រះនារាយណ៍ភាសាទៀតហ្នឹងបានគេត្រូវបង្កើតនេះបង្កើតនោះមកដើម្បីការពារឲ្យហើយព្រោះអីដឹងថាកើតមកគឺនៅតែអាក្រក់អញ្ចឹងបើមិនអាក្រក់ទេមិនមែនកើតមកហើយត្រូវប្រយុទ្ធជាមួយព្រះនារាយណ៍ភាសាទៀតទេអញ្ចឹងណាអញ្ចឹងបានគេត្រូវបង្កើតមកឲ្យគេខ្លាចអីហើយទាំងអស់ហ្នឹងវាក៏ជារឿងប្រវត្តិរបស់ទុសកាន់នឹងឯងនិយាយទៅក៏ពិតទៅប្រវត្តិរៀមគេមិនថាខ្ញុំទទួលស្គាល់ថារឿងនេះទៀតខ្ញុំខុសពីរឿងដែលខ្មែរយើងមានតែស្មាតទោសដោយសារតែរឿងខ្មែរខ្ញុំអត់យល់ដល់ពេលរឿងនេះខ្ញុំស្ដាប់ទៅខ្ញុំយល់ខ្ញុំស្ដាប់ទៅខ្ញុំយល់សាច់រឿងខ្ញុំដឹងថាដំណើរដើមរឿងវាអញ្ចឹងខ្ញុំស្ដាប់យល់សាច់រឿងវាអត់ដាច់ដល់ទៅវាធ្វើឲ្យខ្ញុំចង់យកមកនិយាយឲ្យស្ដាប់វាមិនមែនជាប្រវត្តិសាស្ត្រទេវាគ្រាន់តែជារឿងនិទានទេអញ្ចឹងកុំជេរខ្ញុំអូខេប្រយ័ត្នខ្ញុំជេរវិញ